សួស្តីអ្នកទាំងគ្នាប៉ុន្តែយើងមកតសាច់រឿងរបស់យើងវិញមុននឹងទស្សនាអ្នកកុំភ្លេចជួយចុច like ម្នាក់មួយផងតើយើងចាប់ផ្ដើមចូលបន្តមកទស្សនារបស់យើងក៏បានគិតថាដើម្បីបានគេត្រូវមកអញ្ជើញខ្ញុំគេមានកូនចាស់ទាំងអស់កំពុងតែរងចាំគេហើយកូនស្រីរបស់យើងក៏បានគិតបន្តទៀតថាគ្រាន់តែយកកំទេចដែកដឹកមកឲ្យសោះបន្តមកកូនស្រីរបស់យើងក៏បានគិតថាខ្ញុំមិនមានចំណុចពាក់ព័ន្ធជាមួយនឹងគេទៀតឡើយគេបានទទួលរបស់គេរួចហើយតបមកទើបប្រុសរបស់យើងក៏បាននិយាយថាលើក្រោយខ្ញុំនឹងបន្ថែមលុយឲ្យឯងក៏នឹងពីរបន្តមកគេក៏បានកាត់បណ្ដោះទូស្រីរបស់យើងក៏បានមកដល់ផ្ទះក៏បាននិយាយថាចេះហីបងត្រឡប់មកដល់ផ្ទះវិញហើយបន្តមកយើងក៏បានគិតទៅឃើញបងគេក៏បានរត់ដល់ហើយក៏បាននិយាយថាវ៉ាវាមានការក្អោបខ្លាំងណាស់គួរចង់ញ៉ាំតើបងទិញអ្វីមកខ្លះបន្តមកទូស្រីយើងក៏បាននិយាយថាថ្ងៃនេះបងរកលុយបានបន្តិចបន្តួចដែរបងបានទិញរបស់ដែលឯងចូលចិត្តមកឲ្យអូនគេឃើញអញ្ចឹងក៏បានលុយទៅអោបបងរបស់គេបន្តមកក៏បានកាត់ផ្ដោតពួកគេកំពុងតែញ៉ាំអាហារបន្ទាប់ពីពួកគេបានញ៉ាំអាហារហើយពួកគេក៏បានសម្រាកហើយទូស្រីរបស់យើងក៏បានងាកទៅមើលប្អូនកំពុងតែសម្រាកលក់បន្ទាប់មកទូស្រីរបស់យើងក៏បាននិយាយថាខ្ញុំមិនដែលដឹងសោះថាប្អូនប្រុសរបស់ខ្ញុំអាចសប្បាយចិត្តនៅពេលនេះបានតតែសោះបន្តមកយើងក៏បានតមកទូស្រីរបស់យើងក៏បានគិតពីទូប្រុសយើងនិយាយថាលើក្រោយខ្ញុំនឹងបន្ថែមលុយឲ្យអញកូននឹងពីរបន្ទាប់មកទូស្រីរបស់យើងក៏បានសួរគាត់ថាអាចប្រាប់ខ្ញុំបន្តិចបានទេតើហេតុអ្វីមកទូប្រុសរបស់យើងក៏បាននិយាយថាបែបនេះចុះហើយទូប្រុសក៏បាននិយាយបន្តទៀតថាទាំងចាប់មុខរបស់កូនស្រីយើងបាននិយាយថាបែបនេះចុះកំតិចដៃទៅនោះគឺសំខាន់ណាស់សម្រាប់យើងហើយទូប្រុសរបស់យើងក៏បានយកបរិយទៅតិចដៃរបស់ទូស្រីយើងហើយក៏បាននិយាយថាខ្ញុំសុំទោសអាមួយនេះចង្រៃជួយមកបន្ទាប់មកទូស្រីរបស់យើងក៏បានគិតថាខ្ញុំមិនស័ក្តិសមនឹងការងារនោះទេមែនហើយខ្ញុំអាចធ្វើរឿងដ៏ត្រឹមត្រូវហើយខ្ញុំមិនអាចបន្តជីវិតនោះទេទោះបីជាខ្ញុំត្រូវការលុយខ្លាំងប៉ុណ្ណាក៏ដោយបន្ទាប់ពីទូស្រីរបស់យើងបានគិតមួយសន្ទុះគេក៏បានទម្លាក់ខ្លួនចុះទូស្រីរបស់យើងក៏បាននិយាយថារឿងរ៉ាវទាំងអស់នេះហាក់ដូចជាមិនទុកចិត្តទៅសោះប៉ុន្តែចុងក្រោយទៅគឺនិយាយបានប៉ុណ្ណេះក៏បានសង្ងំបានប៉ុណ្ណេះក៏បាននិយាយថាខ្ញុំចាំបានបងថ្លៃឈ្នួលហើយបន្ថែមទាំងលុយនេះទៀតផងបន្តមកគេក៏បាននិយាយបន្តថាប្រហែលគេមិនអាក្រក់ដូចតែអ្នកដទៃនិយាយទេបន្ទាប់មកគេបានកាត់រូបភាពទៅដល់ខ្លួនទូប្រុសរបស់យើងកំពុងតែធ្វើស្អីអ្នកគ្នាមកខ្លួនឯងទៅនឹងបាញ់ខ្ញុំនិយាយច្រើនទេចាណាបន្ទាប់មកទូស្រីរបស់យើងក៏បានក្រោយក្បាលនិយាយថាទូស្រីរបស់យើងក៏បាននិយាយបណ្ដាក្រោយក្បាលបណ្ដាថាមិនមែនទេគ្មានផ្លូវទេគេគឺជាមនុស្សអាក្រក់ដូចគេនិយាយមែនបន្ទាប់មកទូស្រីរបស់យើងក៏បានកាត់បន្តទៀតថាគេគឺជាមនុស្សបែបហ្នឹងប៉ុន្តែនៅយ៉ាងណាក៏ដោយក៏នៅតែនិយាយបានត្រឹមហ្នឹងអ្នកគ្នាមកខ្លួនឯងតែទូស្រីរបស់យើងកំពុងតែធ្វើស្អីនេះខ្ញុំមិនបាញ់និយាយច្រើនក៏អ្នកគ្នាដឹងទេបន្ទាប់ពីគេធ្វើបានមួយសន្ទុះមកគេក៏បាននិយាយថាចង់រាយយកខ្ញុំឈ្មោះបាត់ទៅហើយនិយាយបានប៉ុណ្ណេះគេក៏បានកាត់ដល់ព្រឹកថ្ងៃស្អែកក៏ឃើញទូស្រីរបស់យើងបាននិយាយជាមួយបរិមម្នាក់និយាយថានេះថ្ងៃឈ្មោះផ្ទះគេអាចបានបង្ហាញអបិដល់ឈ្មោះអីទេចឹងទៅខ្ញុំសុំហៅអបិដល់អបិហ្នឹងហើយអបិហ្នឹងនិយាយថាក្នុងរយៈពេល1ថ្ងៃឯងត្រូវតែប្រាប់យើងថាឯងត្រូវប្រាប់ពេល1សប្តាហ៍អញ្ចឹងហើយគេក៏បាននិយាយបន្តទៀតថាពូកែគ្រាន់បើឯងសម្រាប់ចិត្តប្រាប់ផ្លូវកាត់ហើយមែនទេនិយាយបានត្រឹមហ្នឹងទូស្រីរបស់យើងក៏បានវេសក់ឡើងសង្ហាហើយបាននិយាយថានេះគឺជាថ្លៃស្នូលផ្ទះសម្រាប់ការទូទាត់តាឈប់និយាយរឿងអត់ប្រយោជន៍ទៅអូខេនិយាយបានប៉ុណ្ណឹងពេលហ្នឹងក៏បាននិយាយថាគួរឲ្យស្ដាយណាស់និយាយបានប៉ុណ្ណឹងភាពទី3របស់យើងក៏បានកាត់ចោលដល់ត្រឹមហ្នឹងកុំភ្លេចទស្សនាភាពបន្តផងណាបាយបាយ